នឹងឯសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញពីរបៀបនៃការបង្កើតនៅ Exchange Bybit ហើយសម្រាប់បងប្អូនដែលមិនទាន់ចេះធ្វើការបង្កើតណាហើយចង់ធ្វើការបង្កើតទុកប្រើប្រាស់ដើម្បីធ្វើការទិញឬក៏លក់នៅកាក់ cryptocurrency បងប្អូនទាំងអស់គ្នាអាចមើលវីដេអូនេះបាននៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញមួយជំហានម្ដងរហូតដល់ពីវិធីនៃការការពារទៅលើ account របស់យើងឲ្យមានសុវត្ថិភាពហើយសម្រាប់បងប្អូនដែលមិនទាន់បាន subscribe ទៅលើ channel YouTube របស់ខ្ញុំទេបងប្អូនទាំងអស់គ្នាអាចជួយ subscribe ម្នាក់មួយផងហើយបន្ទាប់មកបងប្អូនទាំងអស់គ្នាបើកនៅសញ្ញាកណ្ដឹងទៅដើម្បីទទួលបាននៅវីដេអូថ្មីបន្ថែមទៀតតោះឥឡូវកុំឲ្យខាតពេលយូរខ្ញុំនឹងធ្វើការបង្ហាញពីរបៀបនៃការបង្កើតហ្នឹងហើយសម្រាប់បងប្អូនដែលចង់ធ្វើការបង្កើតបងប្អូនទាំងអស់គ្នាអាចចូលទៅខាងក្រោមនៃវីដេអូរបស់ខ្ញុំតាមរយៈការចុចទៅលើចំណងជើងឬក៏ title នៃវីដេអូឬក៏បងប្អូនទាំងអស់គ្នាអាចចូលមកកាន់ផ្នែកនៃ comment នេះក៏បានដែរបងប្អូនទាំងអស់គ្នាអាចចូលទៅត្រង់ចំណុចណាក៏បានអូខេឥឡូវខ្ញុំចុចទៅលើចំណងជើងឬក៏ title តែម្ដងទៅបន្ទាប់ពីបងប្អូនទាំងអស់គ្នាចុចទៅលើចំណងជើងឬក៏ title នៃវីដេអូនេះហើយបងប្អូនទាំងអស់គ្នានឹងឃើញនេះគឺជា link សម្រាប់ឲ្យបងប្អូនទាំងអស់គ្នាធ្វើការចុះឈ្មោះអញ្ចឹងបងប្អូនទាំងអស់គ្នាអាចចុចទៅលើ link មួយហ្នឹងអូខេបន្ទាប់ពីចុចទៅលើ link ហ្នឹងគឺយើងនឹងចូលមកកាន់ទម្រង់នៃការចុះឈ្មោះតែម្ដងបាទនេះគឺជាទម្រង់នៃការចុះឈ្មោះសម្រាប់ការចុះឈ្មោះជាមួយនឹង Exchange នេះគឺយើងអាចប្រើប្រាស់ទៅលើ email ក៏បានឬក៏យើងប្រើប្រាស់បាទទៅលើលេខទូរស័ព្ទដៃក៏បានផងដែរអញ្ចឹងបើតាមការ recommend របស់ខ្ញុំគិតថាបងប្អូនទាំងអស់គ្នាគួរតែប្រើនៅ email ទៅវាមានសុវត្ថិភាពជាងអញ្ចឹងបងប្អូនទាំងអស់គ្នាអាចធ្វើការបំពេញណាអញ្ចឹងខ្ញុំសូមបំពេញសិនហ្នឹងហើយឥឡូវខ្ញុំបានធ្វើការបំពេញនៅ email រួចរាល់ហើយតទៅពីយើងធ្វើការបំពេញនៅ email រួចរាល់ហើយយើងអាចកលេចមកមើលខាងក្រោមនេះយើងគ្រាន់តែចុចទៅលើ get my welcome នេះមកអូខេយើងចុចកន្លែងហ្នឹងហើយនៅពេលដែលចុចកន្លែងហ្នឹងហើយបងប្អូនទាំងអស់គ្នាអាចធ្វើការបំពេញនៅប្រព័ន្ធសុវត្ថិភាពមួយយើងគ្រាន់តែយកម្រាមដៃចុចកន្លែងនេះមកអូស slide ណាបើយើងអូសឲ្យដល់ឲ្យចំនេះបងប្អូនទាំងអស់គ្នាមើលកន្លែងនេះណាគឺវាត្រូវគ្នានេះគឺជាប្រអប់មួយអញ្ចឹងយើងអូសឲ្យចំកន្លែងហ្នឹងមកនៅពេលដែលចំកន្លែងហ្នឹងហើយបងប្អូនទាំងអស់គ្នាយើងគ្រាន់តែចូលទៅកាន់ email របស់យើងបាទយកនៅកូដចំនួន6ខ្ទង់យកមកដាក់អញ្ចឹងកន្លែងនេះគឺយើងមានរយៈពេលត្រឹមតែ1នាទីតែប៉ុណ្ណោះតែឥឡូវយើងចេញពីកន្លែងហ្នឹងយើងចូលមកកាន់ Gmail របស់យើងនេះបាទឥឡូវនេះគឺជា Gmail ចុចទៅលើ Gmail បន្ទាប់មកបើសិនជាយើងអត់ទាន់ឃើញយើងអាចធ្វើការបាទអូសចុះក្រោមដើម្បីធ្វើការ refresh បាទនៅបន្ទាប់ពីខ្ញុំធ្វើការ refresh ខ្ញុំនឹងឃើញនេះបាទគឺ Bybit បានផ្ញើមកហើយបន្ទាប់មកយើងចុចកន្លែងប្រអប់សារហ្នឹងមកហើយយើងឃើញកូដនេះអញ្ចឹងយើងគ្រាន់តែយកម្រាមដៃចុច copy មកណាសកត់ copy ឬក៏យើងចម្លងម្ដងមួយអូខេបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាគ្រាន់តែផាសបញ្ចូលមកណាអូខេផាសសកត់មកយើងចម្លងម្ដងមួយក៏បានដែរបន្ទាប់ពីយើងធ្វើការដាក់កូដចំនួន6ខ្ទង់ចូលរួចរាល់ហើយយើងនឹងចូលមកកាន់ទម្រង់មួយទៀតនេះគឺជាទម្រង់នៃការបំពេញបាទនៅ password សម្រាប់ password នេះបងប្អូនទាំងអស់គ្នាត្រូវតែធ្វើការដាក់ដោយមានការចងចាំដោយខ្លួនឯងមិនថា password ឬក៏ email ទេបងប្អូនទាំងអស់គ្នាត្រូវតែចងចាំតែម្ដងហើយសម្រាប់ password គឺយើងត្រូវធ្វើការដាក់ដោយផ្ដើមអក្សរធំលាយអក្សរទូចឬក៏លាយនៅសញ្ញាផ្សេងផងដែរអញ្ចឹងកន្លែងនេះខ្ញុំនឹងឧទាហរណ៍បង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាតែម្ដងណាឥឡូវទៅថាខ្ញុំដាក់ថា Cambo អូខេ Cambo ហើយអញ្ចឹងបន្ទាប់មកយើងដាក់មកលេខមកលាយលេខណាហើយបន្ទាប់មកយើងអាចថែមនៅសញ្ញាហ្នឹងហើយអញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាធ្វើការបំពេញដោយផ្ដើមអក្សរធំលាយអក្សរទូចសញ្ញាផ្សេងឬក៏លេខណាខាងក្រោមនេះគឺយើងនឹងឃើញបងប្អូនទាំងអស់គ្នាឃើញទេបាទគឺយើងនឹងឃើញ tick ចំនួន4តែម្ដងទៅពេលដែល tick 4មានន័យថា password នេះគឺមានសុវត្ថិភាពហើយណាហ្នឹងហើយឥឡូវបន្ទាប់ពីយើងធ្វើការបំពេញនៅ password រួចរាល់ហើយបងប្អូនទាំងអស់គ្នាយើងចុចខាងក្រោមនេះទៀតណាបាទយើងចុចកន្លែងហ្នឹងអូខេបន្ទាប់ពីចុចកន្លែងហ្នឹងយើងអាចធ្វើការ save ក៏បានបាទនេះ save password ក៏បានឬក៏មិន save ក៏បានដែរខ្ញុំគិតថាបងប្អូនទាំងអស់គ្នាគួរតែ save ដើម្បីឲ្យវាមានការចងចាំណាបាទដោយសារតែខ្ញុំគ្រាន់តែជាវីដេអូនៃការបង្ហាញចឹងខ្ញុំមិនចាំបាច់ save ទេណាអូខេខ្ញុំចេញពីកន្លែងហ្នឹងបន្ទាប់មកបងប្អូនទាំងអស់គ្នាយើងអាចចុចទៅលើវាថាបាទ activate code ក៏បានឬក៏យើងចុច customize code ក៏បានដែរណាកន្លែងនេះមិនជាបញ្ហាទេបងប្អូនទាំងអស់គ្នាអាចចូលមួយណាក៏បានអញ្ចឹងបងប្អូនទាំងអស់គ្នាអាចចុចទៅលើ customize code ទៅដើម្បីធ្វើការដាក់នៅកូដខ្លួនឯងទៅដើម្បីឲ្យមានការចងចាំកន្លែងហ្នឹងណាបាទអញ្ចឹងសម្រាប់ខ្ញុំអត់ទេបាទខ្ញុំយកខាងលើបងប្អូនទាំងអស់គ្នាអាចចុចខាងក្រោមទៅណាអូខេតោះឥឡូវខ្ញុំចុចកន្លែងនេះអូខេបន្ទាប់មកបងប្អូនទាំងអស់គ្នាបើសិនជាវាទាមទារកូដអញ្ចឹងយើងគ្រាន់តែចូលទៅកាន់ Gmail របស់យើងណា Gmail អូខេបែកថយក្រោយខ្ញុំនឹងធ្វើការ refresh មួយទៀតបាទនេះគឺឃើញមកហើយអញ្ចឹងចុចទៅលើប្រអប់សារហ្នឹងមកយើងគ្រាន់តែចុច copy code ហ្នឹងមកណានេះ copy ហើយអូខេបន្ទាប់មកយើងចេញមកយើងធ្វើការផាសបញ្ចូលកន្លែងហ្នឹងមកណាអូខេបាទតែប៉ុណ្ណេះមកគឺរួចរាល់ហើយបាទគឺ success តែម្ដងបន្ទាប់ពីដល់ចំណុចនេះហើយយើងមានន័យថាយើងធ្វើការបង្កើត account Bybit នេះគឺទទួលបានជោគជ័យប៉ុន្តែមិនទាន់ទទួលបានជោគជ័យ 100% ទេដើម្បីឲ្យជោគជ័យ 100% គឺបងប្អូនទាំងអស់គ្នាត្រូវតែធ្វើការបំពេញនៅ KYC ថែមទៀតសិនណាអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាដោយសារតែកន្លែងនេះសូមបញ្ជាក់ទីសិនដោយសារតែ exchange ណាសម្រាប់មនុស្សម្នាក់បង្កើត exchange បានតែម្ដងប៉ុណ្ណោះបើសិនជាបងប្អូនទាំងអស់គ្នាធ្វើការបង្កើតពេលនេះហើយបងប្អូនទាំងអស់គ្នាភ្លេច email ភ្លេច password
ដែលថ្ងៃណាមួយបងប្អូនទាំងអស់គ្នាចង់យកបាននៅ exchange នេះយកមកប្រើប្រាស់វិញបងប្អូនទាំងអស់គ្នាភ្លេចអស់ហើយមានន័យថាបងប្អូនទាំងអស់គ្នាមិនអាចប្រើប្រាស់ទៅលើ exchange មួយនេះបានឡើយអញ្ចឹងហើយបងប្អូនទាំងអស់គ្នាត្រូវតែធ្វើការបង្កើតដោយប្រុងប្រយ័ត្នបន្តិចមានន័យថាយើងត្រូវកត់នៅ email កត់នៅ password ជាដើមអូខេកន្លែងនេះខ្ញុំសូមចេញពីកន្លែងហ្នឹងតែម្ដងណាហើយយើងអាចចូលទៅធ្វើការដំឡើងវិញយើងចូលមកកាន់ការដំឡើង app ទុកនៅក្នុងទូរស័ព្ទដៃសម្រាប់បងប្អូនដែលប្រើប្រាស់ទូរស័ព្ទដៃ Android យើងអាចចូលមកកាន់ Play Store សម្រាប់បងប្អូនដែលប្រើប្រាស់ទូរស័ព្ទដៃ iOS អាចចូលទៅកាន់ App Store ទៅណាអញ្ចឹងខ្ញុំចុចទៅលើ Play Store បាទហើយបន្ទាប់មកយើងឃើញប៊ូតុង search មួយយើងគ្រាន់តែ search ពាក្យថាបាទ Bybit អូខេយើងគ្រាន់តែ search ប៉ុណ្្នឹងមកនេះបាទយើងចុចកន្លែងហ្នឹងហើយបន្ទាប់មកបងប្អូនទាំងអស់គ្នានឹងឃើញតែម្ដងនេះគឺ Bybit ទេយើងអាចធ្វើការចុចធ្វើការដំឡើងតែម្ដងទៅបងប្អូនទាំងអស់គ្នាអាចរងចាំកន្លែងនេះបាទសម្រាប់ការដំឡើងឲ្យជោគជ័យជាមុនសិនថ្ងៃឥឡូវខ្ញុំបានធ្វើការដំឡើង Bybit ទទួលបានជោគជ័យហើយបន្ទាប់ពីយើងធ្វើការដំឡើងជោគជ័យយើងឃើញពាក្យថា open កន្លែងនេះអញ្ចឹងយើងចុចទៅលើពាក្យថា open បន្ទាប់ពីយើងចុចទៅលើ open ហើយយើងនឹងចូលមកកាន់ទម្រង់បែបនេះយើងចុចទៅលើពាក្យថា hello អូខេបងប្អូនទាំងអស់គ្នាអាចយកម្រាមដៃបាទនិយាយទៅកន្លែងនេះគឺជាទម្រង់នៃការចុះឈ្មោះមានន័យថាយើងចូលមកដើម្បីធ្វើការចុះឈ្មោះប៉ុន្តែយើងបានធ្វើការចុះឈ្មោះរួចរាល់ហើយយើងគ្រាន់តែដំឡើង app ដើម្បីធ្វើការ log in ចូលទៅកាន់ account របស់យើងដែលយើងបានធ្វើការបង្កើតមុននេះណាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចកលេចមកមើលខាងក្រោមយើងនឹងឃើញថា sign up កន្លែងហ្នឹងអញ្ចឹងយើងអត់ត្រូវចុចទៅលើ sign up ហ្នឹងទេយើងត្រូវចុចទៅលើវាថា log in now នៅខាងក្រោមនេះបាទយើងចុចទៅលើ log in ខាងក្រោមហ្នឹងមកអូខេបន្ទាប់ពីយើងចុចទៅលើ log in នៅខាងក្រោមហើយគឺយើងនឹងចូលមកកាន់ទម្រង់នៃការបំពេញនៅ email របស់យើងតែម្ដងអញ្ចឹងកន្លែងនេះគឺមាន email ហើយនិង password អញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាធ្វើការចុះឈ្មោះបាទតាមរយៈលេខទូរស័ព្ទយើងត្រូវចុចទៅលើ mobile number ប៉ុន្តែបើសិនជាយើងចុះឈ្មោះតាមរយៈ email គឺយើងត្រូវចុច email មកដល់ឥឡូវកន្លែងនេះខ្ញុំនឹងធ្វើការបំពេញ email ខ្ញុំបងប្អូនទាំងអស់គ្នាធ្វើការបំពេញ email ដែលបងប្អូនទាំងអស់គ្នាបានធ្វើការបង្កើតទៅណាហ្នឹងហើយឥឡូវខ្ញុំបានធ្វើការបំពេញហើយបាទ email បន្ទាប់ពីបំពេញ email រួចរាល់យើងចុចទៅលើ button next នៅខាងក្រោមបន្ទាប់ពីយើងចុចទៅលើ next បងប្អូនទាំងអស់គ្នាយើងនឹងចូលមកកាន់ទម្រង់នៃការបំពេញនៅ password បន្ថែមអញ្ចឹងយើងធ្វើការបំពេញ password ដែលយើងបានធ្វើការដាក់មកហ្នឹងហើយឥឡូវខ្ញុំបានធ្វើការបំពេញរួចរាល់ហើយបាទសម្រាប់ password បន្ទាប់ពីបំពេញរួចរាល់យើងអាចចុចទៅលើ button login now ណាយើងអាចចុចកន្លែងហ្នឹងអូខេបន្ទាប់ពីយើងចុចកន្លែងហ្នឹងហើយយើងគ្រាន់តែយកម្រាមដៃរបស់យើងអូសនេះបងប្អូនទាំងអស់គ្នាឃើញណានៅពេលដែលបងប្អូនទាំងអស់គ្នាធ្វើការបង្កើតនឹងឃើញខ្លួនឯងអញ្ចឹងខ្ញុំយកម្រាមដៃអូសមកឲ្យត្រូវពុំកន្លែងហ្នឹងហ្នឹងហើយបន្ទាប់ពីយើងអូសត្រូវគឺយើងនឹងឃើញអញ្ចឹងហើយអូខេបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នានឹងយើងមានន័យថាយើងចូលមកកាន់ account របស់យើងទទួលបានជោគជ័យហើយចំណុចដែលយើងត្រូវធ្វើបន្ថែមគឺនៅតែដដែលទេគឺយើងត្រូវធ្វើការបំពេញនៅ KYC នៅពេលដែលយើងចូលមកគឺយើងនឹងឃើញពាក្យថា verify your identity ណាអញ្ចឹងកន្លែងនេះគឺយើងត្រូវធ្វើការ verify អញ្ចឹងកន្លែងហ្នឹងបងប្អូនទាំងអស់គ្នាអាចចុចទៅលើ verify now កន្លែងហ្នឹងមកបន្ទាប់មកបងប្អូនទាំងអស់គ្នាកន្លែងនេះគឺជាប់ទីតាំងនៅក្នុងប្រទេសកម្ពុជារបស់យើងហើយបើសិនជាបងប្អូនទាំងអស់គ្នានៅក្នុងប្រទេសផ្សេងបងប្អូនទាំងអស់គ្នានឹងឃើញទីតាំងតំបន់ផ្សេងណាអញ្ចឹងដោយសារតែខ្ញុំបើសិនជាបងប្អូនទាំងអស់គ្នាអត់ជាប់ទេយើងអាចចុចកន្លែងនេះណាបាទ location ហ្នឹងហើយយើងអាច search ទីតាំងប្រទេសហ្នឹងទៅណាអូខេឥឡូវខ្ញុំជាប់ហើយអញ្ចឹងខ្ញុំគ្រាន់តែក្លេកមកមើលខាងក្រោមយើងគ្រីសកន្លែងនេះមួយមកអូខេបន្ទាប់ពីយើងគ្រីសយើងនឹងឃើញពាក្យថា confirm យើងចុចទៅលើពាក្យថា confirm បន្ទាប់ពីយើងចុចទៅលើពាក្យថា confirm ហើយបងប្អូនទាំងអស់គ្នាកន្លែងដែលយើងត្រូវធ្វើការ verify គឺមានចំនួនបាទ4ដែលមានដូចជា ID card បាទតញ្ញាណប័ណ្ណរបស់យើងហ្នឹង passport ប័ណ្ណបើកបរឬក៏សិភៅគ្រួសារជាដើមអញ្ចឹងនៅក្នុងនេះគេ recommend ទៅលើអត្តសញ្ញាណប័ណ្ណមែនតើប៉ុន្តែបើសិនជាបងប្អូនទាំងអស់គ្នាមិនមានអត្តសញ្ញាណប័ណ្ណយើងអាចប្រើ3ខាងក្រោមក៏បានដែរណាអញ្ចឹងបើសិនជាយើង verify បាទ passport យើងអាច tick ទៅតាមនឹងទៅណាបើសិនជាយើង verify មួយអត្តសញ្ញាណប័ណ្ណយើងចុចកន្លែងហ្នឹងហើយយើងចុចទៅលើverify បាទ to earn បាទ$20យើងបន្ទាប់មកយើងអាចចុចទៅលើកន្លែងណាមួយក៏បានដែរអូខេបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាយើងអាចចុចទៅលើបថា continue នៅពេលដែលយើងចុចទៅលើ continue ហើយយើងនឹងចូលមកកាន់ទម្រង់នៃការ verify ឯណាអ្នកនរគ្នាអាចចុចទៅលើបាទនេះ continue ណា continue មកកន្លែងខាងលើគ្រាន់គេបញ្ជាក់អ្នកនរគ្នាកន្លែងនេះគឺជាកន្លែងដែលយើងត្រូវធ្វើការថតនៅអត្តសញ្ញាណប័ណ្ណរបស់យើងមានន័យថាយើងត្រូវថតអត្តសញ្ញាណប័ណ្ណផ្ទៃខាងមុខណាបាទយើងចុចកន្លែងនេះទៅដើម្បីថតអញ្ចឹងយើងគ្រាន់ដាក់អត្តសញ្ញាណប័ណ្ណរបស់យើងបាទនៅចេះមកបាទកុំនិយាយទៅយើងធ្វើមិនថតកន្លែងដែលមានពលឺគ្រប់គ្រាន់មើលផងថាកន្លែងហ្នឹងវាមានពលឺគ្រប់គ្រាន់អត់ហើយអត្តសញ្ញាណប័ណ្ណរបស់យើងនៅពេលដែលថតទៅវាស្អាប់អីអត់ចឹងណាបាទជួនកាលអត្តសញ្ញាណប័ណ្ណរបស់យើង copy ក៏យើងអត់អាចធ្វើ KYC ជាប់ដែរហើយកន្លែងនេះខ្ញុំសូមបញ្ជាក់បន្តិចដោយសារតែខ្ញុំ
អត់មានអត្តសញ្ញាណប័ណ្ណដើម្បីបង្ហាញទៅកាន់អ្នកនរគ្នាទេព្រោះមនុស្សម្នាក់បង្កើត exchange បានតែមួយទេអញ្ចឹងខ្ញុំអត់មានអត្តសញ្ញាណប័ណ្ណដើម្បីធ្វើការបង្ហាញឡើយដូចនេះហើយខ្ញុំគ្រាន់តែយកវីដេអូដែលខ្ញុំធ្វើពីមុនណាពីរបៀបនៃការធ្វើ KYC នេះមកកាត់តបង្ហាញទៅកាន់អ្នកនរគ្នានឹងឲ្យចំណុចនេះអ្នកនរគ្នាគ្រាន់តែដាក់អត្តសញ្ញាណប័ណ្ណរបស់យើងផ្ទៃខាងមុខដាក់អញ្ចឹងមកហើយយើងឃើញកន្លែងថតនេះយើងចុចកន្លែងហ្នឹងទៅគឺនឹងធ្វើការថតឲ្យយើងហើយណានៅពេលដែលថតហើយអ្នកនរគ្នាយើងនឹងចូលមកកាន់ទម្រង់នេះនេះគឺជាអត្តសញ្ញាណប័ណ្ណដែលយើងបានថតរួចរាល់អ្នកនរគ្នាអាចកលេចមកមើលពាក្យថា document យើងចុចកន្លែងហ្នឹងគឺយើងនឹងចូលមកកាន់ទម្រង់នៃការថតអត្តសញ្ញាណប័ណ្ណផ្ទៃខាងក្រៅយើងដាក់អញ្ចឹងមកហើយយើងចុចថតម្ដងទៀតមកណាយើងចុចកន្លែងនេះមកដើម្បីថតនៅពេលដែលថតយើងឃើញទម្រង់នេះដូចគ្នានៅពេលដែលឃើញទម្រង់នេះហើយអ្នកនរគ្នាចុចទៅលើវាថា document ម្ដងទៀតណាចុចទៅលើហ្នឹងគឺយើងនឹងចូលទៅកាន់ទម្រង់នៃការ scan ផ្ទៃមុខរបស់យើងហើយសម្រាប់ការ scan ផ្ទៃមុខអ្នកនរគ្នាត្រូវទៅរកកន្លែងដែលមានពន្លឺគ្រប់គ្រាន់អូខេអញ្ចឹងតាមដានជាមួយខ្ញុំពីរបៀបនៃការ scan បន្ថែមបាទនេះគឺចូលមកកាន់ទម្រង់នៃការ scan ហើយអញ្ចឹងខ្ញុំនឹងធ្វើការដាក់បាទនៅវីដេអូមួយទៀតដែលខ្ញុំបានធ្វើការ scan យកមកដាក់នៅត្រង់ចំណុចនេះបាទអ្នកទាំងអស់គ្នាឥឡូវយើងនឹងចូលមកកាន់ទម្រង់នៃការ scan ផ្ទៃមុខហើយអ្នកទាំងអស់គ្នានឹងឃើញរបៀបនេះអញ្ចឹងយើងគ្រាន់តែធ្វើការដាក់មុខរបស់យើងឲ្យត្រូវជាមួយនឹងរង្វង់ហ្នឹងទៅហើយយើងធ្វើតាមការណែនាំរបស់គេដាក់អក្សរនៅខាងក្រោមនេះយើងអាចធ្វើការងើយមុខបាទបែរមុខទៅឆ្វេងទៅស្ដាំអញ្ចឹងណាបន្ទាប់មកគឺយើងនឹងទទួលបានជោគជ័យអ្នកនរគ្នាប្រហែលជាបានឃើញសញ្ញាគ្រីសមិញហើយហ្នឹងហើយអញ្ចឹងដល់ពេលដែលយើងធ្វើការ verify រួចរាល់យើងនឹងឃើញកន្លែងនេះគឺនៅ review នៅឡើយទេហើយខាងក្រោមនេះក៏អ្នកនរគ្នានឹងឃើញទម្រង់បែបនេះដែរហ្នឹងហើយអញ្ចឹងបន្ទាប់ពីអ្នកនរគ្នាធ្វើការបំពេញនៅ KYC ហើយបាទជោគជ័យហើយអ្នកនរគ្នាត្រូវចូលមកកន្លែងនេះដើម្បីមើលណាបាទថាជោគជ័យឬក៏អត់នេះយើងនឹងឃើញពាក្យថា verify នៅពេលដែលយើងឃើញពាក្យថា verify មានន័យថាយើងធ្វើ KYC នេះគឺទទួលបានជោគជ័យហើយហ្នឹងហើយចឹងអ្នកនរគ្នាបន្ទាប់ពីអ្នកនរគ្នាធ្វើការបំពេញនៅ KYC ទទួលបានជោគជ័យហើយអាចតាមដានជាមួយខ្ញុំបន្តទៀតពីរបៀបនៃការរៀបចំប្រព័ន្ធសុវត្ថិភាពដើម្បីការពារ account របស់យើងឲ្យមានសុវត្ថិភាពបាទក្នុងការប្រើប្រាស់ណាតោះឥឡូវតាមដានជាមួយខ្ញុំបន្ថែមអ្នកនរគ្នានេះគឺជា account ដែលខ្ញុំធ្វើការបង្ហាញពីរបៀបនៃការចុចឈ្មោះប៉ុន្តែខ្ញុំអត់មានអត្តសញ្ញាណប័ណ្ណទេណាអូខេតោះឥឡូវដើម្បីធ្វើការបំពេញនៅប្រព័ន្ធបាទរៀបចំប្រព័ន្ធសុវត្ថិភាពបានអ្នកនរគ្នានឹងឃើញកន្លែងនេះរូបក្បាលមនុស្សនេះបាទ logo icon ហ្នឹងចុចកន្លែងហ្នឹងមកអូខេបន្ទាប់មកអ្នកនរគ្នានឹងឃើញកន្លែងនេះណាកន្លែងសញ្ញានេះយើងចុចកន្លែងហ្នឹងមកបន្ទាប់មកទៀតអ្នកនរគ្នានឹងឃើញខាងក្រោមនេះយើងនឹងឃើញពាក្យថា security ណាយើងចុចកន្លែងហ្នឹងអូខេបន្តមកទៀតអ្នកនរគ្នានឹងឃើញបាទកន្លែងនេះគឺយើងអាច change password កន្លែងនេះគឺយើងត្រូវធ្វើការបំពេញនៅលេខទូរស័ព្ទដៃរបស់យើងកន្លែងនេះគឺ 2FA ហើយ passkey គឺយើងត្រូវធ្វើការរៀបចំហើយណាអញ្ចឹងសម្រាប់ passkey ខ្ញុំគិតថាអ្នកនរគ្នាអាចធ្វើការដាក់ដោយខ្លួនឯងគ្រាន់តែចុចកន្លែងហ្នឹងទៅណាចុចកន្លែងហ្នឹងហើយយើងចុចទៅលើ add passkey នេះមកណាហើយចុចទៅលើ continue ហើយនេះគឺជាប្រអប់សារបាទគឺគេនឹងផ្ញើចូលទៅកាន់ Gmail របស់យើងបាទនេះខ្ញុំចុចកន្លែងប្រអប់សារហ្នឹងមកហើយខ្ញុំនឹងធ្វើការ copy អូខេបន្តមកទៀតយើងគ្រាន់តែចុចបាទផាសកន្លែងនេះមកនេះណាចុចផាសមកគឺនឹងចូលទៅនេះអញ្ចឹងយើងអាចធ្វើការ add នៅ passkey បានណាបាទគឺដូចទូរស័ព្ទដៃខ្ញុំអញ្ចឹងគឺ scan ផ្ទៃមុខគឺវានឹងជាប់ហើយនេះឃើញទេខ្ញុំ back ថយក្រោយអញ្ចឹង passkey មិញគឺយើង add រួចរាល់បន្ទាប់មកនេះគឺជាកន្លែងដែលយើងត្រូវធ្វើការដាក់ណារៀបចំប្រព័ន្ធសុវត្ថិភាពបន្ថែមយើងចុចកន្លែងនេះដើម្បីបើកអូខេតោះនៅពេលដែលចូលមកអ្នកនរគ្នានេះគឺ load ប្រអប់សារមកនេះឃើញទេបាទបើសិនជាអ្នកនរគ្នាអត់ឃើញប្រអប់សារមកគឺយើងនឹងឃើញ get code នៅខាងក្រោមណាអូខេយើងចុចទៅលើ get code ទៅគឺគេនឹងផ្ញើប្រអប់សារមួយចូលមកកាន់ Gmail នេះឃើញទេបាទអញ្ចឹងយើងចុចទៅលើហ្នឹងហើយយើងយកម្រាមដៃសកត់កន្លែងហ្នឹងគេចុច copy មកបន្ទាប់មកយើងចេញកន្លែងហ្នឹងយើងចូលមកកាន់នេះវិញបាទយើងផាសមកអូខេ load ចូលមកឃើញទេបាទអញ្ចឹងបន្ទាប់មកយើងចុចទៅលើ continue បន្តមកទៀតអ្នកនរគ្នានេះគឺជាលេខកូដដែលយើងត្រូវធ្វើការកត់ទុកព្រោះនៅពេលដែលយើងធ្វើការផ្លាស់ប្ដូរនៅទូរស័ព្ទដៃក៏គេទាមទារនឹងដែរហើយកន្លែងនេះគឺជាចំណុចសំខាន់ណាបើសិនជាយើងចង់ដកលុយចេញហើយយើងបាត់នៅប្រព័ន្ធសុវត្ថិភាពនេះក៏ដូចជាបាត់លុយដូចគ្នាណាប៉ុន្តែវានៅតែមានបាទនៅដំណោះស្រាយតែគ្រាន់តែវាពិបាកអញ្ចឹងណាអញ្ចឹងអ្នកនរគ្នាត្រូវកត់កន្លែងហ្នឹងណាអញ្ចឹងខ្ញុំចុចទៅលើ copy បាទ key នេះអូខេ copy រួចរាល់បាទអូខេណាជោគជ័យយើងចេញពីកន្លែងហ្នឹងនេះគឺជា 2FA ហ្នឹងហើយណាយើងចុចកន្លែងហ្នឹងមកអូខេបន្តមកទៀតយើងចុចកន្លែងនេះបូកហ្នឹងសញ្ញាបូកហើយយើងយកខាងលើណា enter នេះមកហើយខាងលើយើងដាក់មកណាឧទាហរណ៍ថា Bybit ចឹងទៅណា Bybit អានេះខ្ញុំដាក់ឲ្យនេះឆ្នាំហើយមិញ key យើងមិញហ្នឹងយើងគ្រាន់តែផាសបញ្ចូលមក
អូខេបន្តមកទៀតខាងក្រោមនេះអត់ធ្វើអីទេយើងចុចទៅលើ add តែម្ដងមកហើយនេះគឺជា code ដែលយើងត្រូវទទួលបានត្រឹមតែ1នាទីទេអញ្ចឹងយើងចុច copy មកអូខេចេញមកហើយយើងចុចទៅលើ next អូខេបន្តមកយើងគ្រាន់តែចុចបាទទៅលើនេះមកយើងចុចទៅលើ get code បាទហើយចុចទៅលើ open នេះគេឲ្យយើងចូលមកយកតែក៏ប៉ុន្តែយើងយកហើយមិញហ្នឹងអញ្ចឹងយើងចូលមកវិញមកអូខេយើងផាស hello ចូលមកអូខេបាទគឺ success តែម្ដងនេះគឺរួចរាល់ហើយការរៀបចំប្រព័ន្ធសុវត្ថិភាពហើយមួយទៀតគឺជាការរៀបចំទៅលើបាទលេខទូរស័ព្ទដៃណាយើងចុចកន្លែងហ្នឹងអ្នកនរគ្នាអាចធ្វើការបំពេញនៅខ្លួនឯងណាកន្លែងនេះគឺធ្វើដូចគ្នាអញ្ចឹងណាគឺអត់ខុសគ្នាទេបាទគឺដោយសារតែខ្ញុំអត់មានលេខទូរស័ព្ទដៃមួយទៀតដើម្បីធ្វើការបង្ហាញឡើយអញ្ចឹងហើយមានតែអ្នកនរគ្នាទេដែលអាចធ្វើខ្លួនឯងណាអញ្ចឹងខ្ញុំ add passkey ប្រើ passkey ណាមិនមែន add ទេអូខេនេះគឺយើងបំពេញនៅលេខទូរស័ព្ទដៃហើយយើងចុចទៅលើ receive code មកគេនឹងផ្ញើ code ចូលទៅកាន់ប្រអប់សាររបស់យើងហើយណាហ្នឹងហើយអញ្ចឹងអ្នកនរគ្នានេះគឺជាវីដេអូនៃការបង្ហាញពីរបៀបនៃការរៀបចំទៅលើប្រព័ន្ធសុវត្ថិភាពដើម្បីការពារ account របស់យើងអញ្ចឹងវីដេអូនេះខ្ញុំអត់មានន័យច្រើនទេបាទខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះយើងជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀតបាទ